បាទសួស្តីលោកគ្រូអ្នកគ្រូបាទឥឡូវខ្ញុំធ្វើវីដេអូ demo ពីរបៀប reset នៅលើប្រភេទ Sunmi អញ្ចឹងធម្មតា Sunmi OS វាដូចតែគ្នាទាំងអស់ទេវាអត់សំខាន់លើ device សំខាន់លើអីសំខាន់ function វាចូលតែរបៀបតែមួយទេអញ្ចឹងឧទាហរណ៍ថា device D3 mini D3 Pro អីគឺដូចតែគ្នាអញ្ចឹងអ្វីដែលសំខាន់ដែលយើងចូលដំបូងដើម្បីទៅ reset វាបាននេះយើងចុចលើពាក្យ setting អញ្ចឹងយើងចុចលើពាក្យ setting ហើយបន្ទាប់មកយើង scroll ចុះមកក្រោមបន្តិច scroll ចុះមកក្រោមហើយនេះមានពាក្យ reset មានពាក្យ reset ណាអញ្ចឹងយើងចុចលើពាក្យ reset មកបន្ទាប់មកយើង reset data reset បន្ទាប់មកយើងដាក់ពាក្យថា reset device អញ្ចឹងហើយយើងចុចលើពាក្យ reset device បន្ទាប់មកយើងចុចលើពាក្យថា erase everything អញ្ចឹងយើងចុចលើពាក្យនឹងមួយទៀតអញ្ចឹងបន្ទាប់មកយើងរងចាំឲ្យវា reset ហើយបន្ទាប់មកវានឹងធ្វើការ starting ដល់ខ្លួនវាហើយអញ្ចឹងពីរបៀប reset មានតែប៉ុណ្្នឹងទេអរគុណច្រើន